សួស្តីអ្នកនរគ្នាបាទថ្ងៃនេះយើងមកធ្វើការវិភាគតម្លៃហាងឆេងមាសជាមួយខ្ញុំទាំងអស់គ្នាតើហេតុអ្វីបានជាសប្តាហ៍មុនមកទល់ឥឡូវនេះតម្លៃហាងឆេងមាសបាទគឺមានការកើនឡើងយ៉ាងច្រើនបែបនេះបាទអញ្ចឹងបច្ចុប្បន្នម៉ោង10កន្លះបងប្អូនគ្នាតម្លៃហាងឆេងមាសកំពុងតែជួញដូរនៅតម្លៃ$5079នៅក្នុង1អោនឬស្មើនឹង$6119នៅក្នុងមួយដំឡឹងបាទសម្រាប់ម៉ោង10កន្លះនេះបងប្អូនគ្នាបាទអញ្ចឹងសួរថាតើយើងគួរតែបន្តទិញមាសឬក៏លក់ចេញសិនបងប្អូនគ្នាអញ្ចឹងយើងមកសិក្សាទៅនឹងព្រឹត្តិការណ៍ព័ត៌មានកាលពីសប្តាហ៍កន្លងទៅមកទល់បច្ចុប្បន្ននេះដែលរុញច្រានឲ្យតម្លៃហាងឆេងមាសរបស់យើងគឺមានការកើនឡើងអញ្ចឹងសម្រាប់ព័ត៌មានដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការកើនឡើងគឺដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបងប្អូនគ្នាបាទអញ្ចឹងសម្រាប់អ្នកនរគ្នាដែលតាមដានទៅលើតម្លៃហាងឆេងមាសបាទកាលពីសប្តាហ៍មុនគឺសហរដ្ឋអាមេរិកគឺគាត់ចង់បានកោះ Greenland ដែលជាកោះបាទស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដេនម៉ាកបងប្អូនទេបាទអញ្ចឹងប្រទេសដេនម៉ាកគឺជាសម្ព័ន្ធមិត្តរបស់សហគមន៍អឺរ៉ុបអញ្ចឹងនៅពេលដែលសហរដ្ឋអាមេរិកគឺចង់បានកោះមួយហ្នឹងគឺប៉ះពាល់ទៅដល់អឺរ៉ុបមែនទែនបាទអញ្ចឹងសហរដ្ឋអាមេរិកគឺគាត់គម្រាមប្រទេសអឺរ៉ុបធំបាទដូចជាអាល្លឺម៉ង់អេស្ប៉ាញបារាំងអង់គ្លេសជាដើមបាទដែលហ៊ានលូកដៃជាមួយនឹងការចង់បានរបស់គាត់នេះគឺគាត់នឹងធ្វើការដាក់ពន្ធបាទទៅលើតំណែងដែលនាំចូលពីបណ្ដាប្រទេសទាំងអស់ហ្នឹងមកកាន់សហរដ្ឋអាមេរិកព័ត៌មានមួយនេះបាទគឺបានធ្វើឲ្យអ្នកវិនិយោគភាគច្រើនបាទគឺបាត់បង់ទៅលើគេថាទំនុកចិត្តលើលុយដុល្លារហើយងាកទៅធ្វើការវិនិយោគទៅលើតម្លៃហាងឆេងមាសអញ្ចឹងធ្វើឲ្យតម្លៃហាងឆេងមាសគឺមានការកើនឡើងរហូតមកទល់បច្ចុប្បន្ននេះអញ្ចឹងយើងកលែងមកមើលព័ត៌មានព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនៅក្នុងសប្តាហ៍នេះវិញបងប្អូនគ្នាបាទអញ្ចឹងកាលពីថ្ងៃសៅរ៍បាទតម្លៃហាងឆេងមាសគឺមានការកើនឡើងដោយសារតែលោក Donald Trump បាទគាត់បានបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់តាក់ទងទៅនឹងបាទប្រទេសកាណាដានិងប្រទេសចិនអញ្ចឹងគាត់គម្រាមដាក់ពន្ធ 100% ទៅលើតំណែងដែលនាំចូលមកសហរដ្ឋអាមេរិកបើសិនជាប្រទេសកាណាដាបាទគឺគាត់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិនបងប្អូនគ្នាបាទអញ្ចឹងបច្ចុប្បន្នការនាំតំណែងចូលមកកាន់សហរដ្ឋអាមេរិករបស់កាណាដាគឺ25%បងប្អូនគ្នាទៅលើតំណែងនាំចូលប៉ុន្តែបើសិនជាប្រទេសកាណាដាហ៊ានធ្វើការហៅថាព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិនគឺគាត់នឹងដាក់ពន្ធ 100% បាទទៅលើតំណែងនាំចូលពីប្រទេសកាណាដាហើយព័ត៌មានមួយទៀតបាទនៅថ្ងៃពហុសប្តាហ៍នេះបាទតាក់ទងទៅនឹងការសម្រេចចិត្តតម្លាក់ឬមួយក៏តម្លើងអត្រាការប្រាក់ពីធនាគារសហព័ន្ធនៅអាមេរិកបងប្អូនទាំងអស់គ្នាបាទដូចដែលយើងដឹងហើយគឺ Federal Reserve បាទអញ្ចឹងកត្តាព័ត៌មានពីរនេះបាទគឺអាចនឹងរុញច្រានឲ្យតម្លៃហាងឆេងមាសបាទបន្តការកើនឡើងបន្ថែមទៀតតើបងប្អូនទាំងគ្នាគិតយ៉ាងណាដែរចំពោះព័ត៌មានដែលខ្ញុំបានសង្ខេបជូនខាងលើមុននេះតើអ្នកនរគ្នាគួរតែបន្តទិញមាសចូលឬលក់ខ្លះសិនបងប្អូនទាំងគ្នាបាទអញ្ចឹងចំពោះក្រុមហ៊ុន AlphaGo Future របស់យើងបាទមិនចាំបាច់មានដើមទុនធំក៏បងប្អូនអាចធ្វើការវិនិយោគជាមួយនឹងតម្លៃហាងឆេងមាសជាមួយក្រុមហ៊ុនរបស់យើងបានដែរសម្រាប់ព័ត៌មានលម្អិតបាទតាក់ទងមកក្រុមការងាររបស់យើងឥឡូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមទៅលើការទិញលក់តម្លៃហាងឆេងមាសជាមួយនឹងទីផ្សារអន្តរជាតិ